នួនទី9នៅក្នុងចំនួនទី9មានកូនសិស្សចំនួន26នាក់បូករួមទាំងកូនសិស្សមូលនិធិអាស៊ីអាគ្នេយ៍ចំនួន9នាក់ដែលយើងបូកបញ្ចូលគ្នាទៅមានសិស្សចំនួន35នាក់ហើយក្នុងចំនួនសិស្ស35នាក់គឺពួកគាត់បានជ្រើសរើសនៅមុខវិជ្ជាឬក៏ជំនាញតាមសាកលវិទ្យាល័យដែលគាត់បានពេញចិត្តតែមានដូចជានៅវិទ្យាស្ថានវណ្ណដាមានកូនសិស្សចំនួន4នាក់ដែលគាត់សិក្សារៀននៅទីនោះហើយមានកូនសិស្សចំនួន1នាក់គាត់រៀននៅសាកលវិទ្យាល័យអង្គរនិងមានកូនសិស្សចំនួន7នាក់ដែលគាត់រៀននៅសាកលវិទ្យាល័យ Southeast Asia និងមានចំនួន9នាក់នៅសាកលវិទ្យាល័យ Bill Bright និងចុងក្រោយគឺសាកលវិទ្យាល័យបញ្ញាសាស្ត្រមានកូនសិស្សចំនួនដល់14នាក់ហើយនៅក្នុងកូនសិស្សចំនួន35នាក់គឺមានកូនសិស្សចំនួន20នាក់គឺពួកគាត់បានបញ្ចប់ការសិក្សារួចហើយដែលនៅក្នុងនោះមានកូនសិស្សចំនួន15នាក់ពួកគាត់កំពុងតែបន្តការសិក្សាដែលមាននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រនិងសាលាបៀប្រែដែលនៅសាលាបៀប្រែមានចំនួនកូនសិស្សម្នាក់ដែលគាត់អត់បានបញ្ចប់ទេហើយគាត់កំពុងតែរៀននៅក្នុងឆ្នាំទី4ដូចគ្នាសម្រាប់កូនសិស្សដែលគាត់បានបញ្ចប់ការសិក្សាគឺមាននៅសាលាវិទ្យាស្ថានវណ្ណដាគឺពួកគាត់បានបញ្ចប់ការពីឆ្នាំមុនហើយសម្រាប់កូនសិស្សបៀប្រែគឺគាត់ទៅនឹងបានបញ្ចប់ការសិក្សាថ្មីនេះដែរទេដែលនៅសាកលវិទ្យាល័យ Southeast Asia ពួកគាត់បានបញ្ចប់ការសិក្សាដូចគ្នាប៉ុន្តែគាត់អត់បានទទួលសញ្ញាបត្រដោយកូនសិស្សនៅវិទ្យាស្ថានវណ្ណដាឬក៏សាកលវិទ្យាល័យវាប្រៃទេក្នុងនេះផងដែរគឺតកតទៅនឹងកូនសិស្សដែលកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យជាក់ស្ដែងគឺរូបភាពនេះគឺយកពីកូនសិស្សដែលនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រនៅក្នុងនោះផងដែរនេះខ្ញុំក៏មិនទាន់បានបញ្ចប់ការសិក្សាដូចគ្នានៅក្នុងចំណុចនេះគឺខ្ញុំនឹងនិយាយតកតទៅនឹងស្ថានភាពការងារនិងការរស់នៅអញ្ចឹងសម្រាប់ស្ថានភាពការងារអសតនៅក្នុងចំនួនទី9គឺ